បាទសួស្តីបងប្អូនថ្ងៃនេះយើងមកចែកគ្នាពីការធ្វើស្មៅនិងលោកទឹកបាទនេះបងប្អូនខ្ញុំមានកូនចបមួយគឺស្រួលប្រាណតែបងប្អូនគឺយើងធ្វើកំពែងសម្រាប់ឲ្យដំណាំខែប្រាំងបងប្អូនខែប្រាំងឈានចូលធ្លាក់ខ្យល់ហើយបងប្អូនគឺលែងមានទឹកភ្លៀងទៀតហើយអញ្ចឹងយើងធ្វើការដាំកូនចេកព្រោះដាំខែភ្លៀងវាលាំទឹកពេកបងប្អូនពិបាកធ្វើការដាំដុះអញ្ចឹងខ្ញុំធ្វើការដាំដុះខែប្រាំងប៉ុន្តែយើងស្រោចទឹកជាប្រចាំនេះបងប្អូនយើងបានលោកវាធ្វើជាកពែងសម្រាប់ស្រោចទឹកទៅធ្វើចំអិនទឹកយើងបាននៅជុំវិញគល់ស្រោចវាត្រជាក់បាទបើសិនយើងអត់ធ្វើកពែងទេយើងស្រោចទឹកប្រកាសជាហូរទឹកក្រៅអស់បងប្អូនអញ្ចឹងយើងខាត់ទឹកខាត់ភ្លើងបាទអរគុណបងប្អូនយើងមានតែប៉ុណ្្នឹងទេបងទស្សនាវីដេអូដូចតទៅ